បបរខាប់គ្រប់គ្រឿងសម្រាប់កូនដែលមានអាយុចាប់ពី6ខែឡើងទៅនាងខ្ញុំមានពោតចំនួន30ក្រាមម្ទេសហាវ៉ៃពណ៌ក្រហមចំនួន120ក្រាមដំឡូងបារាំងចំនួន40ក្រាមនិងសាច់គោចំនួន4ស្លាបព្រាកាហ្វេខ្ញុំដាក់សាច់បរិមាណប៉ុណ្នេះដោយសារកូនខ្ញុំមានអាយុចូល8ខែហើយបើសិនកូនរបស់បងប្អូនអាយុត្រឹម6ខែបងប្អូនអាចដាក់សាច់ត្រឹមតែ10ក្រាមបានហើយសម្រាប់បរិមាណបន្លែដែលខ្ញុំប្រាប់នេះហើយពេលដែលខ្ញុំចម្អិនហ្នឹងខ្ញុំក៏ដាក់អង្ករបន្តិចដែរបន្ទាប់ពីអង្ករចាប់ផ្ដើមរីកបន្តិចហើយខ្ញុំក៏បានដាក់បន្លែទាំងអស់និងសាច់ចូលខ្ញុំរំងាស់វារយៈពេល25នាទីដើម្បីឲ្យវាឆ្អិនល្អសម្រាប់បរិមាណបបរនេះកូនរបស់ខ្ញុំក៏អាចញ៉ាំបានត្រឹមតែ2ថ្ងៃប៉ុណ្ណោះហើយនៅពេលដែលបបរជិតឆ្អិនសូមបងប្អូនបន្ថែមប្រេងអូលីវចំនួន1ស្លាបព្រាកាហ្វេផងដែរបន្ទាប់មកយើងយកវាទៅកិនឲ្យម៉ត់ហើយអាចរក្សាទុកនៅក្នុងទូទឹកកកពី2ទៅ3ថ្ងៃ